បាទសួស្តីបងប្អូនទាំងគ្នាបាទនៅក្នុងវីដេអូនេះតើបងប្អូនមានចាប់អារម្មណ៍អ្វីខ្លះទេបាទបងប្អូនមើលទាំងអស់គ្នាហើយជួយផ្ដល់ចម្លើយឲ្យខ្ញុំផងថាបងប្អូនចាប់អារម្មណ៍អ្វីខ្លះនៅលើវីដេអូរបស់ខ្ញុំនេះបាទសម្រាប់ខ្ញុំគឺចាប់អារម្មណ៍ត្រង់ថាជាទូទៅពេលម៉ោង12ជាងនេះគឺមិនសូវមានភ្ញៀវដើរទេបាទនៅក្នុងអង្គរវត្តរបស់យើងបាទលើកលែងតែថ្ងៃសៅរ៍ថ្ងៃអាទិត្យឬក៏ថ្ងៃដែលមានបុណ្យទានបាទតែសម្រាប់វីដេអូមួយនេះគឺភ្ញៀវមានដើរទាំងថ្ងៃតែម្ដងបាទគឺថាមានភ្ញៀវបរទេសហើយនិងភ្ញៀវខ្មែររបស់យើងបាទដើរបាទដូចភ្ញៀវនេះគឺជាភ្ញៀវជនជាតិបរទេសដែលគាត់បានស្លៀកសម្លៀកបំពាក់បុរាណយើងមកលេងអង្គរវត្តបាទជនជាតិបារាំងនេះបាទនេះភ្ញៀវមួយក្រុមទៀតនោះគឺលក្ខណៈគ្រួសារតូចបាទគាត់កំពុងតែដើរមកដែរបាទលក្ខណៈពិសេសមួយទៀតគឺភ្ញៀវដែលដើរមកហ្នឹងគឺការពីក្បាលវីដេអូហ្នឹងគឺគាត់ស្លៀកសម្លៀកបំពាក់បុរាណជាច្រើនអ្នកដែរបាទហើយនេះគឺភ្ញៀវកំពុងតែថតនៅលើក្តារបែនបាទ